ចិនក្នុងរយៈពេល30ថ្ងៃមួយ DeepSeek ដែលជាបញ្ញាសិប្បនិម្មិតរបស់ចិនប្រជែងនឹង OpenAI របស់អាមេរិកបានធ្វើឲ្យទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះរហូតដល់$1 trillion ពីការដោះដូរពាណិជ្ជកម្មចិនឡើងដល់$992,000 លានមេបៃដនដែលជាក្រុមហ៊ុនមេរបស់ TikTok បានប្រកាសចេញ AI ពំនី Human មួយមានសមត្ថភាពអាចធ្វើឲ្យរឿងប្រេងនិទានធ្វើឲ្យរូបភាពអាចនិយាយនិងច្រៀងបានមុនឈានមុខគេនៃមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ APA 5 ចិនបានបំបែកកំណត់ត្រាបង្កើតព្រះអាទិត្យសិប្បនិម្មិត6សងសិទ្ធិអាមេរិកដល់ដំឡើងពន្ធ 15% 7បើកដំណើរការរថភ្លើងល្បឿនលឿនរត់ក្នុង450 គីឡូម៉ែត្រក្នុង1ម៉ោង8ផ្កាយរណបចិនបានយកឈ្នះផ្កាយរណប Starlink របស់ Elon Musk 9ក្លាយជាប្រទេសធំជាងគេបំផុតទី2ក្នុងការកាន់កាប់លោហៈធាតុកម្រ10បានធ្វើទេសយន្តហោះចម្បាំងចំនួនទី6ជោគជ័យ11 Red App ឈរក្នុងចំណាត់ថ្នាក់លេខ1ក្នុង App Store អាមេរិក12បានអនុញ្ញាតឲ្យសាងសង់ទំនប់ទឹកធំជាងគេបំផុតតម្លៃ$137 ប៊ីលានក្រុមហ៊ុនលោកខាងលិចមានអឺរ៉ុបនិងអាមេរិកគឺបានប្តឹងក្រុមហ៊ុនចិនជាច្រើនអាមេរិកនិងអឺរ៉ុបនាំគ្នាព្រួយបារម្ភថាចិននឹងមកហើយជាពិសេសប្រធានាធិបតី Donald Trump ហើយថ្មីនេះប្រទេសចិនបានប្រកាសដាក់អាមេរិកថាប្រសិនបើសង្គ្រាមគឺជាអ្វីដែលអាមេរិកចម្បានមិនថាជាសង្គ្រាមពន្ធគយសង្គ្រាមពាណិជ្ជកម្មឬសង្គ្រាមប្រភេទផ្សេងទៀតតែយើងត្រៀមខ្លួនប្រយុទ្ធរហូតដល់ទីបញ្ចប់